មានវិធីសាស្ត្រមួយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីវិធីសាស្ត្រដើម្បីក្លាយជាអ្នកមានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនុស្សបាត់ដៃទទេដែលគ្មានទ្រព្យសម្បត្តិអ្វីទាំងអស់ជាមនុស្សក្រីក្រទុរគតតោកយ៉ាលំបាកប្រាណតែអាចក្លាយខ្លួនទៅជាមហាសេដ្ឋីក្នុងពេលមួយរំពេចក្នុងបច្ចុប្បន្នជាតិគឺការរស់នៅប្រកបដោយសុចរិតទៀងត្រង់ជាមនុស្សឃ្លាតឆ្ងាយនឹងវាចៈនៅអបាយមុខ4គឺជាអ្នកមិនមានដៃគូស្នេហាច្រើនគឺមិនមែនជាស្នេហាលេងសើចឬជាស្នេហាបោកប្រាស់ជាអ្នកដែលមិនសែបនៅគ្រឿងសង្វឹងឬគ្រឿងញៀនផ្សេងៗដែលជាហេតុធ្វើឲ្យឈួតវង្វេងបាត់បង់ស្មារតីប្រព្រឹត្តចូលក្នុងផ្លូវនៃអកុសលធម៌ជាអ្នកដែលមិនប្រព្រឹត្តលេងនៅល្បែងស៊ីសងឬល្បែងភ្នាល់ទាំងឡាយឬល្បែងបោកប្រាស់តាមអនឡាញស្គ្រីមដែលជាហេតុនាំឲ្យវិនាសហិនហោចបាត់បង់ប្រយោជន៍របស់ខ្លួនឯងនិងប្រយោជន៍របស់អ្នកដទៃជាអ្នកមិនប្រព្រឹត្តនៅអំពើទុច្ចរិតដ៏លាមមួកអាក្រក់បំផុតមានការជួញដូរខុសច្បាប់ជាដើមអបាយមុខទាំង4នេះគួរតែជិះវៀងគិចឲ្យឆ្ងាយគឺថាកុំប្រព្រឹត្តឬសែបគប់ឡើយបើអ្នកអាចគិចជិះវៀងចេញផុតអ្នកនឹងមិនខាតបង់ប្រយោជន៍គឺមិនខាតបង់នៅភោគៈទ្រព្យសម្បត្តិរបស់ខ្លួនជាដើមទាំងនេះគឺជាហេតុនាំឲ្យខ្លាយខ្លួនទៅជាអ្នកមានភោគៈទ្រព្យសម្បត្តិនិងមិនវិនាសបាត់បង់នៅប្រយោជន៍របស់ខ្លួននិងប្រយោជន៍របស់អ្នកដទៃអ្នកអាចមានជីវិតរស់នៅបានប៉ុន្តែគ្មាននៅភោគៈទ្រព្យសម្បត្តិច្រើនក៏ប៉ុន្តែជាមនុស្សមានចិត្តសប្បាយរីករាយមានសេចក្តីសុខដែលមិនមាននៅសេចក្តីទុក្ខកង្វល់ព្រោះខ្លួនមិនបានប្រព្រឹត្តនៅអំពើអាក្រក់ទុច្ចរិតដែលនាំឲ្យកើតនៅទុក្ខទោសខុសច្បាប់និងកម្មពៀវរាផ្សេងៗមនុស្សសុចរិតទៀងត្រង់ល្អត្រឹមត្រូវបែបនេះគឺជាអ្នកមានឬជាមហាសេដ្ឋីក្នុងផ្លូវចិត្តដែលប្រកបដោយសេចក្តីរីករាយសប្បាយចិត្តទោះបីមានប្រាក់ឬលុយតិចអាចរកស៊ីធ្វើដើមទុនចេះតែចំណេញទៅមុខពីអ្នកមានប្រាក់ឬលុយតិចទៅជាអ្នកមានប្រាក់ឬលុយច្រើនព្រោះការសន្សំឬការធ្វើដើមទុនពីចំណុចតូចទៅចំណុចធំឧទាហរណ៍អ្នកអាចមានលុយត្រឹមតែ100រៀលខ្មែរប៉ុន្តែអ្នកអាចយកលុយ100រៀលខ្មែរនោះទៅធ្វើដើមទុនរកស៊ីបានគឺអ្នកអាចដោះដូរឬទិញរបស់តិចតូចដែលមានតម្លៃត្រឹមតែ100រៀលហើយអ្នកអាចយករបស់នោះមកលក់ឲ្យអ្នកដែលគ្មានរបស់នោះដែលគេត្រូវការរបស់នោះជាចាំបាច់អ្នកអាចដាក់លក់របស់នោះក្នុងតម្លៃ150រៀលខ្មែរនៅពេលនោះអ្នកអាចចំណេញប្រាក់បាន50រៀលខ្មែរហើយនៅពេលនោះអ្នកអាចយកប្រាក់ឬលុយដែលមានចំនួន150រៀលខ្មែរនោះទៅទិញរបស់ល្អប្រសើរជាងមុននិងមានតម្លៃត្រឹម150រៀលខ្មែរនោះហើយអ្នកអាចយករបស់ដែលអ្នកទិញបាននោះមកលក់វិញឲ្យអ្នកដែលគ្មានរបស់នោះដែលត្រូវការរបស់នោះជាចាំបាច់ក្នុងតម្លៃ200រៀលខ្មែរក្នុងពេលនោះអ្នកចំណេញប្រាក់បាន100រៀលខ្មែរហើយរួចអ្នកអាចយកលុយឬប្រាក់របស់អ្នកដែលមានតម្លៃ200ខ្មែរនោះទៅបង្កើតដើមទុនមួយដែលមានលំនឹងគឺអ្នកអាចធ្វើនៅជំនួញអ្វីមួយដែលសុចរិតទៀងត្រង់តាមក្បួនវិធីសាស្ត្រដូចមុនអ្នកនឹងអាចក្លាយខ្លួនទៅជាអ្នកមានភោគៈទ្រព្យសម្បត្តិច្រើនជាមហាសេដ្ឋីក្នុងថ្ងៃអនាគតពិតជាមិនខានឡើយក៏ប៉ុន្តែហាមផ្ដាច់ដាច់ខាតកុំប្រព្រឹត្តនៅអបាយមុខ4ព្រោះអាចធ្វើឲ្យអ្នកធ្លាក់ខ្លួនទៅជាអ្នកក្រខ្សត់តោកយ៉ាបំផុតនេះគឺជាព្រះពុទ្ធដីកាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងទុកដល់ពុទ្ធបរិស័ទទាំងឡាយរបស់ព្រះអង្គ